SCP-075 គឺជា SCP មួយដែលមានរូបរាងលក្ខណៈដូចជាខ្យងអញ្ចឹងហើយដែលយើងមើលទៅវាដូចជាខ្យងក៏ប៉ុន្តែវាមិនមែនជាខ្យងធម្មតានោះទេដោយសារតែវាអាចសម្លាប់មនុស្សហើយនឹងអាចបំផ្លាញអ្វីៗគ្រប់យ៉ាងបានអញ្ចឹងចង់ដឹងថា SCP នេះវាមានលក្ខណៈបែបណាតោះមកទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំធ្វើការនិយាយអំពី SCP-075 ថាតើ SCP-075 នេះវាជាអ្វីហើយវាមានឥទ្ធិពលបែបណា SCP-075 គឺជា SCP មួយដែលវាមានរូបរាងលក្ខណៈរបស់វាដូចជាខ្យងក៏ប៉ុន្តែវាមានម្រាមដូចជាម្រាមសត្វអញ្ចឹងណាដូចជាសត្វនៅលើគោកដូចជាសត្វតោសត្វខ្លាអញ្ចឹងគឺមានម្រាមបែបហ្នឹងហើយការមានម្រាមនេះធ្វើឲ្យរូបរាងរបស់វាហ្នឹងហាក់បីដូចជាមានការចម្លែកមែនទែនអញ្ចឹង SCP មួយនេះគឺវាមានឥទ្ធិពលខ្លាំងដែលវាអាចសម្លាប់មនុស្សបានហើយវាអាចបំផ្លាញអ្វីៗគ្រប់យ៉ាងបានអញ្ចឹងវាបំផ្លាញដោយសារអ្វីគឺវាបំផ្លាញដោយសារតែវាបញ្ចេញសារធាតុពុលចេញពីក្នុងខ្លួនរបស់វាហើយសារធាតុពុលនោះផងដែរវាអាចធ្វើឲ្យវត្ថុរឹងផ្សេងដូចជាដែកដូចជាមាសដូចជានិយាយទៅនិយាយរួមឲ្យតែវត្ថុរឹងគឺរលាយដោយសារតែត្រូវជាតិពុលរបស់វានឹងតែម្ដងហើយបើសិនបើមនុស្សត្រូវប៉ះជាតិពុលរបស់វានឹងធ្វើឲ្យមនុស្សរលាយតាមផងដែរហើយ SCP-075 នេះត្រូវបានគេរកឃើញនៅក្នុងព្រៃជ្រៅមួយដែលវាលាក់ខ្លួននៅក្នុងព្រៃជ្រៅដែលកម្រមានមនុស្សទៅដល់មែនទែនហើយនៅពេលដែលក្រុម SCP Foundation បានរកឃើញ SCP-075 នេះគេក៏បានធ្វើការយក SCP-075 នេះយកមកមន្ទីររបស់គេដើម្បីធ្វើការពិសោធន៍នៅពេលដែលគេធ្វើការពិសោធន៍អំពី SCP-075 នេះក៏បានឲ្យឃើញថា SCP-075 នេះគឺជា SCP មួយដែលវាមានលក្ខណៈកាចសាហាវក្នុងចំណោម SCP ទាំងអស់ហើយ SCP Foundation ក៏បានដាក់ចំណាត់ថ្នាក់របស់វាគឺ Euclid ដែលជា SCP មួយដែលវាមានភាពកាចសាហាវហើយវាអាចសម្លាប់មនុស្សនិងអាចធ្វើឲ្យរបស់អ្វីៗហ្នឹងរលាយទៅតាមទៅដែលបានប៉ះនឹងសារធាតុពុលរបស់វាហើយ SCP Foundation ក៏បានសិក្សានិងស្រាវជ្រាវតាក់ទងទៅនឹង SCP-075 នេះបន្ថែមទៀតក៏បានឲ្យដឹងថា SCP-075 នេះគឺជា SCP មួយដែលវាបញ្ចេញសារធាតុពុលវាដែលគេអាចបញ្ជាក់បានទេមិនដឹងថាសារធាតុពុលរបស់វានឹងគឺសារធាតុពុលគីមីណាមួយឡើយគឺគេអាចស្គាល់បានទេដោយសារតែវាមានលក្ខណៈចម្លែកអញ្ចឹងណាហើយសារធាតុពុលរបស់វានឹងគឺវាបញ្ចេញមកនៅពេលដែលវាតាមដានឬក៏វាចង់សម្លាប់អ្នកណាអញ្ចឹងណាហើយវានឹងបញ្ចេញសារធាតុពុលរបស់វានឹងមកហើយវាចង់បំផ្លាញអ្វីមួយវានឹងបញ្ចេញសារធាតុពុលរបស់វានឹងចេញមកតែម្ដងហើយ SCP Foundation ក៏បានបញ្ជាក់ទៀតផងដែរថានៅពេលដែលវាបានឃើញមនុស្សអញ្ចឹងSCP-075 នេះវាតែងតែតាមមនុស្សនឹងតែម្ដងវាតាមនឹងដោយសារតែវាឃើញអញ្ចឹងហើយវាចង់តាមដេញសម្លាប់ឬក៏ប្រមាញ់អ្នកណាម្នាក់ដែលវាបានឃើញអញ្ចឹងណាមិនថាមនុស្សឬសត្វទេឲ្យតែវាបានឃើញគឺវាតាមធ្វើការតាមហើយវាបញ្ចេញសារធាតុពុលហ្នឹងនៅពេលដែលមនុស្សឬសត្វនឹងប៉ះនឹងធ្វើឲ្យមនុស្សនិងសត្វហ្នឹងរលាយដោយសារតែសារធាតុពុលរបស់វានឹងតែម្ដងហើយក្រោយមក SCP Foundation ក៏បានធ្វើការយក SCP-075 នឹងទៅដាក់នៅក្នុងបន្ទប់មួយបិទជិតដែលមានលក្ខណៈដូចជាប្រអប់អញ្ចឹងបកណាដែលមានច្រើនស្រទាប់ហើយដើម្បីការពារសារធាតុគីមីផ្សេងៗដូចជាសារធាតុការពារអាស៊ីតសារធាតុជាតិអាស៊ីតណាកុំឲ្យវាកាត់អញ្ចឹងគេយកដាក់ក្នុងនោះដើម្បីកុំឲ្យ SCP-075 នេះវាធ្វើការចេញមកហើយវាបំផ្លាញអ្វីៗដែលតាមដែលវាចង់បំផ្លាញអញ្ចឹងណាហើយបច្ចុប្បន្ន SCP-075 នេះត្រូវបាន SCP Foundation ដែលជាអ្នកស្រាវជ្រាវរឿងចម្លែកដែលកើតឡើងនៅក្នុងពិភពលោកហ្នឹងធ្វើការឃុំឃាំងហើយរក្សាវានៅក្នុងមន្ទីររបស់ខ្លួនដើម្បីសិក្សានិងស្រាវជ្រាវអំពីវាបន្តទៀតអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់អរគុណអ្នកគ្នាអូខេបាយ